នៅពេលដែលអាមេរិកមាន F-22 និង F-35 ប្រទេសរុស្ស៊ីក៏មិននៅស្ងៀមដែរថ្ងៃនេះយើងនឹងមកស្គាល់អំពី Su-57 យន្តហោះចម្បាំងចំនួនទី5ដែលរុស្ស៊ីអះអាងថាអាចប្រជែងជាមួយនឹងយន្តហោះលាក់ខ្លួនរបស់អាមេរិកតើ Su-57 មានអ្វីពិសេសវាខ្លាំងពិតឬគ្រាន់តែជាការផ្សព្វផ្សាយវីដេអូនេះយើងនឹងបកស្រាយទាំងអស់ចាប់ពីប្រវត្តិបច្ចេកវិទ្យាអាវុធរហូតដល់ការប្រើប្រាស់របស់វាក្រោយការបញ្ចប់សង្គ្រាមត្រជាក់រុស្ស៊ីឃើញថាយន្តហោះចម្បាំងរបស់ខ្លួនចាប់ផ្ដើមចាស់នៅពេលដែលអាមេរិកអភិវឌ្ឍ F-22 Raptor រុស្ស៊ីត្រូវការយន្តហោះថ្មីមួយដើម្បីតបស្នងឆ្នាំ2002រុស្ស៊ីចាប់ផ្ដើមគម្រោង PAK-FA ក្រុមហ៊ុនសុខុយដែលជាអ្នកដឹកនាំការរចនាឆ្នាំ2010 Su-57 ហោះលើកដំបូងក្រោយពេលអភិវឌ្ឍយូរនៅឆ្នាំ2019 Su-57 ត្រូវបានទទួលស្គាល់ជាផ្លូវការចូលកងទ័ពអាកាសរបស់រុស្ស៊ី Su-57 បានរចនាឡើងដោយគំនិតខុសពីអាមេរិកផ្ដោតទៅលើស្ទីលជាមុនរុស្ស៊ីផ្ដោតទៅលើល្បឿនកម្លាំងការបត់បែនខ្លាំងហេតុនេះ Su-57 មិនលាក់ខ្លួន 100% ដូច F-22 ប៉ុន្តែវាបត់បានខ្លាំងជាងស្លាបនឹងយន្តហោះរចនាអាចធ្វើឲ្យវាបត់បែនបានខ្លាំងក្នុងការប្រយុទ្ធជិត Su-57 មានម៉ាស៊ីន2គ្រឿងចំនួនដំបូងប្រើម៉ាស៊ីន Al-41F1 អនាគតនឹងប្រើម៉ាស៊ីនថ្មី Isdelia 30ល្បឿនកំពូល Mach 2+ អ្វីដែលពិសេសគឺ Su-57 អាចហោះលឿន Supersonic ដោយមិនចាំបាច់ប្រើ Afterburner ដែលហៅថា Super Cruise បន្ថែមពីនេះម៉ាស៊ីនមាន Thrust Vectoring ដែលធ្វើឲ្យ Su-57 បត់បានមុំខ្លាំងដែលធ្វើឲ្យយន្តហោះធម្មតាមិនអាចធ្វើបាន Su-57 មិនមែនលាក់ខ្លួន 100% ប៉ុន្តែមានការកាត់បន្ថយពីរ៉ាដាបានយ៉ាងច្រើនវិធីសាស្ត្រនៅក្នុងការរចនារាងកាយពិសេសប្រើសម្ភារៈ Composite ដាក់អាវុធនៅខាងក្នុងអាវុធភាគច្រើនត្រូវបានដាក់នៅក្នុងវាផុនបីដើម្បីលាក់ពីរ៉ាដាមិនឲ្យរកឃើញប៉ុន្តែក្បាលម៉ាស៊ីននិងខាងក្រោយនៅតែមានរ៉ាដា signature ខ្លះៗ Su-57 ប្រើរ៉ាដា ESA រ៉ាដាមានរ៉ាដាមិនត្រឹមតែខាងមុខប៉ុន្តែនៅជំវិញយន្តហោះមានន័យថា Su-57 អាចមើលឃើញគោលដៅនិងជ្រុងច្រើនមុខ cockpit អេក្រង់ digital ច្រើនជំនួសបេតុងចាស់ៗ pilot អាចគ្រប់គ្រងប្រព័ន្ធទាំងអស់បានងាយស្រួល Su-57 អាចផ្ទុកអាវុធបានច្រើនប្រភេទ missile អាកាសទៅអាកាស missile អាកាសទៅដី missile hypersonic គ្រាប់បែកឆ្លាតវៃមានកំភ្លើង 30mm សម្រាប់ប្រយុទ្ធជិត Su-57 ត្រូវបានគេរំពឹងថាអាចប្រយុទ្ធទាំងជាមួយយន្តហោះនិងប្រឆាំងការពារអាកាស Su-57 ក្នុងការបប្រតិបត្តិមួយចំនួនប៉ុន្តែមិនទាន់មានសង្គ្រាមធំៗដូច F-16 ឬ F-15 នេះវិភាគខ្លះនិយាយថា Su-57 ផលិតយឺតនិងចំនួនតិចប៉ុន្តែរុស្ស៊ីអាងថាយន្តហោះសំខាន់សម្រាប់អនាគត Su-57 គឺជាយន្តហោះបង្ហាញពីទស្សនវិជ្ជាយោធារុស្ស៊ីមិនផ្ដោតទៅលើការបំបង្កាយពីរ៉ាដាប៉ុណ្ណោះទេប៉ុន្តែផ្ដោតទៅលើល្បឿននិងការបត់បែនបានល្អទោះមានការរិះគន់ Su-57 នៅតែជាយន្តហោះដែលពិភពលោកត្រូវតែចាប់អារម្មណ៍